សួស្តីបងប្អូនទាំងអស់គ្នាតោះឥឡូវគឺយើងមកមើលលំហាត់មួយដើម្បីត្រៀមប្រឡងបាក់ឌុបហើយលំហាត់នេះគឺមាននៅក្នុងសភៅពុំហើយក៏ធ្លាប់ប្រឡងចេញ8ដែរនៅឡើយតែប្រឡងបាក់ឌុបអញ្ចឹងយើងមកមើលពីប្រធានលំហាត់ទាំងអស់គ្នាចំពោះលំហាត់នេះគឺគេនិយាយថាតើគេត្រូវប្រើសូលសង់ស៊ូត NaOH នៅកំហាប់ 20% ប៉ុន្មានក្រាមដើម្បីបន្សាបអាស៊ីតខ្លាញ់ដែលទទួលបានមកពីអ៊ីតាលីខ្លាញ់មួយបែបដែលមានចំនួន 176.8 ក្រាមហើយគេឲ្យម៉ាស់ម៉ូលខ្លាញ់របស់យើងមកគឺ884ក្រាមក្នុង1ម៉ូលអញ្ចឹងនៅក្នុងហ្នឹងគឺគេចង់បានតកតងទៅនឹងម៉ាស់សូលសង់របស់ស៊ូតថាយើងគួរតែប្រើម៉ាស់សូលសង់ស៊ូតប៉ុន្មានក្រាមនៅកំហាប់ 20% ហ្នឹងអញ្ចឹងដើម្បីដោះស្រាយលំហាត់នេះបានជាដំបូងគឺយើងត្រូវយល់ពីប្រតិកម្មរបស់វាជាមុនសិនអញ្ចឹងគេថានេះដើម្បីយកស៊ូតទៅបន្សាបអាស៊ីតខ្លាញ់ហ្នឹងដែលអាស៊ីតខ្លាញ់វាទទួលបានមកពីអ៊ីតាលីខ្លាញ់អញ្ចឹងចំពោះសមីការទី1គឺយើងដើម្បីទទួលបានអាស៊ីតខ្លាញ់នេះគឺយើងត្រូវយកខ្លាញ់ទៅធ្វើអ៊ីតាលីជាមួយនឹងទឹកដើម្បីទទួលបានអាស៊ីតខ្លាញ់ជាមួយនឹងត្រីអាល់កុលអញ្ចឹងនៅពេលដែលយើងទៅសេសមីការឲ្យកុំភ្លេចថ្លឹងសមីការគេផងបើមិនអញ្ចឹងទេគឺយើងដោះស្រាយលំហាត់ហ្នឹងអត់ត្រូវទេបន្ទាប់មកទៀតយើងទទួលបានអាស៊ីតខ្លាញ់ពីអ៊ីតាលីខ្លាញ់ហ្នឹងហើយគឺយើងយកវាទៅធ្វើប្រតិកម្មបន្សាបជាមួយនឹងស៊ូតហ្នឹងហើយយើងទទួលបានអំបិលនិងទឹកហើយនៅក្នុងហ្នឹងគឺគេចង់បានម៉ាស់សូលសង់ស៊ូតហើយយើងស្គាល់កំហាប់ C% អញ្ចឹងប្រកបណាស់យើងត្រូវរកវាតាមរូបមន្ត C% ស្មើម៉ាស់ស៊ូតគុណ100ចែកនឹងម៉ាស់សូលសង់អញ្ចឹងយើងទាញរកម៉ាស់សូលសង់ស្មើម៉ាស់ស៊ូតគុណ100ចែកនឹងកំហាប់ភាគរយហើយនៅក្នុងប្រធាននេះគឺយើងស្គាល់ហើយកំហាប់ភាគរយរបស់យើងគឺ20%យើងនៅឡើយតែម៉ាស់ស៊ូតឬក៏ម៉ាស់ធាតុរលាយនឹង MST ហ្នឹងយើងអាចរកតាមរូបមន្តរបស់យើងមកម៉ូលគុណនឹងម៉ាស់ម៉ូលគឺ40ក្រាមក្នុង1ម៉ូលបន្ទាប់មកទៀតយើងអត់តស្គាល់ម៉ូលរបស់ស៊ូទេតែយើងស្គាល់តាមរយៈប្រធាននេះគឺយើងស្គាល់ម៉ាស់ខ្លាញ់ហើយនិងម៉ាស់ម៉ូលរបស់ខ្លាញ់អញ្ចឹងយើងអាចរកម៉ូលខ្លាញ់នឹងបានហើយគឺតាមរូបមន្តអំទូចនៅលើអំធំអញ្ចឹងយើងជួសលេខចូលមកគឺ176.8ក្រាមនៅលើម៉ាស់ម៉ូលរបស់វាគឺ884នៅពេលដែលយើងគណនាម៉ូលគឺឃើញ 0.2 ម៉ូលអញ្ចឹងមកដល់ដំណាក់កាលនេះគឺយើងស្គាល់ម៉ូលខ្លាញ់តាមរយៈសមីការទី1ហើយអញ្ចឹងយើងអាចវិចារមករកម៉ូលរបស់អាស៊ីតខ្លាញ់ដោយសារអាស៊ីតខ្លាញ់វាមាននៅក្នុងសមីការទី2អញ្ចឹងតាមរយៈសមីការទី1នៅពេលដែលយើងទាញរកម៉ូលរបស់អាស៊ីតខ្លាញ់គឺវាស្មើ3ដងនៃម៉ូលខ្លាញ់អញ្ចឹងយើងស្គាល់ម៉ូលខ្លាញ់ហើយគឺ1គុណ3ម៉ូលខ្លាញ់គឺ 0.2 ដល់ពេលរកម៉ូលអាស៊ីតខ្លាញ់គឺស្មើ 0.6 ម៉ូលអញ្ចឹងនៅពេលដែលយើងស្គាល់ម៉ូលអាស៊ីតខ្លាញ់ហើយយើងអាចវិចារមករកម៉ូលរបស់ស៊ូតបានតាមរយៈសមីការទី2នេះតាមសមីការទី2ម៉ូលស៊ូតស្មើម៉ូលអាស៊ីតខ្លាញ់គឺស្មើ 0.6 ម៉ូលអញ្ចឹងតើកាលណាយើងស្គាល់ម៉ូលស៊ូតយើងស្គាល់ម៉ាស់ម៉ូលរបស់ស៊ូតយើងអាចរកម៉ាស់ស៊ូតនឹងបានដូចគ្នាដែរគឺយើងយក 0.6 គុណ40មកស្មើ24ក្រាមអញ្ចឹងមកដល់ដំណាក់កាលនេះបើសិនជាយើងស្គាល់ម៉ាស់ស៊ូតយើងស្គាល់កំហាប់របស់ស៊ូតហើយកំហាប់ភាគរយរបស់ស៊ូតយើងប្រកាសណាស់យើងអាចរកម៉ាស់សូលសង់បានចឹងគឺយើងដើម្បីរកម៉ាស់សូលសង់គឺយើងយកម៉ាស់របស់ស៊ូតគុណ100ចែកនឹងកំហាប់មកគឺយើងឃើញស្មើ120ក្រាមអញ្ចឹងចម្លើយដូចនេះទាក់ទងទៅនឹងម៉ាស់សូលសង់ស៊ូតគឺយើងត្រូវប្រើ120ក្រាមអញ្ចឹងចំពោះលំហាត់ដែលគ្រូយកមកដោះស្រាយគឺមានតែប៉ុណ្្នឹងទេសូមអរគុណ